ក្នុងការរកចំណូលមានបងប្អូនកសិករយើងមួយចំនួនគាត់មានគំនិតថានៅស្រុកស្រែរកចំណូលអីអត់បានទេនៅស្រុកស្រែនៅជនបទពិបាកក្នុងការរកចំណូលតាមពិតទៅបងប្អូនសម្រាប់ការរកចំណូលនេះមិនថានៅកន្លែងណាទេបងប្អូនបើសិនជាបងប្អូនមានចំណេះមានជំនាញច្បាស់លាស់បងប្អូននឹងអាចរកចំណូលបានមិនថាបងប្អូននៅក្នុងទីក្រុងឬក៏នៅតាមជនបទឬក៏នៅតាមស្រុកស្រែចម្ការបងប្អូនរកចំណូលបានដូចគ្នាមានបងប្អូនកសិករយើងមួយចំនួនគាត់មានដីធំនៅតាមស្រុកស្រែនៅតាមភូមិស្រុករបស់គាត់ប៉ុន្តែដីដែលគាត់មានទោះបីធំយ៉ាងណាក៏ដោយក៏គាត់មិនអាចកែច្នៃដីដែលគាត់មាននឹងឲ្យคล้ายទៅជាចំណូលប្រចាំថ្ងៃសម្រាប់ពួកគាត់ទេដូច្នេះក្នុងថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលនៅតាមស្រុកស្រែចម្ការពិបាកក្នុងការរកចំណូលតឹងក្នុងការរកចំណូលហើយបងប្អូនមានដីធំដីទំនេរច្រើនបងប្អូនអាចកែច្នៃដីរបស់បងប្អូនធ្វើកសិកម្មប្រកបមុខរបរចិញ្ចឹមខ្យងបឹងឬក៏ខ្យងស្រែបានសម្រាប់មុខរបរចិញ្ចឹមខ្យងមិនថាខ្យងបឹងឬក៏ខ្យងស្រែមុខរបរនេះគឺជាមុខរបរមួយដែលល្អមុខរបរនេះគឺជាមុខរបរដែលងាយស្រួលក្នុងការចាប់ផ្ដើមដោយសារក្នុងការចាប់ផ្ដើមបងប្អូនអត់ត្រូវការដើមទុនច្រើនទេអាចចាប់ផ្ដើមពីដើមទុន$50ក៏អាចចាប់ផ្ដើមបានដែរបងប្អូនអញ្ចឹងចាប់ផ្ដើមពីតូចទៅហើយចេះតែបរិច្ម្ដងបន្តិចរហូតដល់ក្លាយទៅជាកសិដ្ឋានធំអញ្ចឹងតកតងជាមួយនឹងមុខរបរសម្រាប់អ្នកដែលនៅតាមជនបទនេះមិនមែនមានតែខ្យងទេបងប្អូនមានច្រើនប្រភេទណាស់ដែលអាចធ្វើឲ្យរកចំណូលបានច្រើនគ្រាន់តែថាមុខរបរទាំងអស់នេះគឺទាមទារចំណេះជំនាញឲ្យច្បាស់លាស់បើសិនជាបងប្អូនអត់មានចំណេះជំនាញឲ្យច្បាស់លាស់ក្នុងការធ្វើក្នុងការកែច្នៃទេបងប្អូនធ្វើអត់ទៅមុខទេសម្រាប់មុខរបរចិញ្ចឹមខ្យងបឹងបើសិនជាបងប្អូនអាចប្រមូលផលប្រចាំថ្ងៃបើសិនបងប្អូនចិញ្ចឹមបានហើយអាចប្រមូលផលប្រចាំថ្ងៃបានមួយថ្ងៃត្រឹមតែ20គីឡូបងប្អូនណាមិនបាច់ច្រើនទេមួយថ្ងៃតែ20គីឡូទៅបានហើយបងប្អូនព្យាយាមលក់រាយតាមតែមុខផ្ទះក៏បានដែរមួយថ្ងៃ20គីឡូមួយថ្ងៃ20គីឡូបើបងប្អូនលក់បាន1គីឡូ2រៀលក៏មួយថ្ងៃបងប្អូនរកចំណូលបាន$40ដែរបងប្អូនហើយសម្រាប់ទីផ្សារខ្យងបឹងទីផ្សារល្អណាស់បងប្អូនទីផ្សារខ្យងបឹងណាពិសេសខែប្រាំងនេះតែម្ដងតម្លៃក៏ថ្លៃហើយស្រួលលក់ហើយសម្រាប់បងប្អូនដែលចង់ចិញ្ចឹមខ្យងបឹងហើយខ្លាចអត់ទីផ្សារបងប្អូនអាចចិញ្ចឹមសហការលក់ឲ្យខាងកឋានបានប៉ុន្តែសម្រាប់ការចិញ្ចឹមសហការលក់ឲ្យខាងកឋាននេះមានកលការខ្លះដែរបងប្អូនណាទីផ្សារហ្នឹងគឺចិញ្ចឹមធ្វើយ៉ាងណាឲ្យខ្យងនឹងថតល្អខ្យងនឹងមានរសជាតិឆ្ងាញ់ធ្វើយ៉ាងណាកុំឲ្យមានក្លិននេះជាចំណុចមួយសំខាន់ហើយនឹងមានលក្ខខណ្ឌមួយចំនួនដូចទៀតអញ្ចឹងបើសិនជាបងប្អូនមានដីធំបងប្អូនសិក្សាជំនាញនេះឲ្យច្បាស់លាស់ហើយបន្តមកទៀតបងប្អូនបុកធ្វើតែខ្យងក៏បានដែរបងប្អូនមិនបាច់រត់ចោលស្រុកមិនបាច់ទៅណាទេមិនបាច់ចោលផ្ទះសម្បែងចោលដីធ្លីទេបងប្អូនបដោតតែលើការចិញ្ចឹមវាមកមុខឲ្យច្បាស់បងប្អូននឹងបានចំណូលប្រចាំថ្ងៃហើយបងប្អូនហើយបើសិនជាករណីបងប្អូនមានលទ្ធភាពចិញ្ចឹមអាចប្រមូលផលមួយថ្ងៃ50គីឡូកាន់តែល្អទេបងប្អូនមួយថ្ងៃ50គីឡូហើយ1គីឡូលក់បាន2រៀលបងប្អូនរកចំណូលបានមួយថ្ងៃ$100បើយើងគិតជាខែមួយខែ$2,000ដែរណាបងប្អូនអញ្ចឹងបងប្អូនផ្ដោតតែមុខរបរចិញ្ចឹមខ្យងតែមួយមុខនេះក៏បងប្អូនអាចរកចំណូលខ្ទង់ពាន់បានដែរក្នុងមួយខែបងប្អូនអញ្ចឹងកុំមានចិត្តមានគំនិតថាទាល់តែចោលភូមិចោលស្រុកទៅក្រុងឬក៏ទៅស្រុកក្រៅទើបអាចរកចំណូលខ្ទង់$1000បានបងប្អូនកុំគិតអញ្ចឹងអីពេលខ្លះដីដែលយើងមានកន្លែងដែលយើងមានហើយយើងអត់បានកែច្នៃរបស់ទាំងអស់នោះឲ្យคล้ายទៅជារបស់ដែលមានផលប្រយោជន៍តែប៉ុណ្ណោះបានយើងអត់រកចំណូលបានអញ្ចឹងបងប្អូនព្យាយាមរកចំណេះជំនាញស្វែងរកគំនិតហើយកែច្នៃដីដែលបងប្អូនមានឲ្យคล้ายទៅជាដីដែលមានផលប្រយោជន៍បំផុតបងប្អូនកុំទុកដីដែលបងប្អូនមានហ្នឹងឲ្យនៅតែនេចោលអត់មានផលប្រយោជន៍បងប្អូនចំណុចដែលសំខាន់គឺកន្លែងហ្នឹងចំណេះជំនាញគំនិតនិងកែច្នៃរបស់ដែលមានឲ្យคล้ายទៅជាផលប្រយោជន៍คล้ายទៅជាលុយ